Smooth Slow Motion 101ជាវីដេអូ slow motion គឺជាវីដេអូដែលមានសភាពយឺត slow motion អញ្ចឹងដើម្បីទទួលបានវីដេអូ slow motion គឺយើងត្រូវថតនៅក្នុង high frame rate ជាទូទៅយើងថត60 frame 120 frame 240 frame ឬក៏លើហ្នឹងរហូតដល់10000 frame លាក់នឹងលាក់ខ្ញុំឃើញតែថតមួយចំនួនក៏ថត30 frame ហើយគាត់ធ្វើ slow motion អញ្ចឹងណាជារូបភាពដែលយើងទទួលបានគឺរបៀបតាក់ដូចនេះព្រោះដោយសារតែ40 frame ចែកជា2ស្មើនឹង15អញ្ចឹងយើងទទួលបាន15 frame នៅក្នុង timeline 40 frame អញ្ចឹងវាបញ្ជូនរូបភាពអត់គ្រប់អញ្ចឹងពេលក្រោយបើសិនអ្នកនរចង់ថត slow motion គឺអ្នកនរថតប្រើ60 frame ឬក៏ higher frame rate for better smooth ឬក៏ fix in post បើសិនអ្នកនរច្រឡំថត30 frame អញ្ចឹងណាហើយចង់ធ្វើ slow motion ដែរខ្ញុំមាន tip មួយចំនួនអាចប្រាប់អ្នកនរបានគឺយើងធ្វើដូចនេះចឹងនេះខ្ញុំលើកឧទាហរណ៍ជាក់ស្ដែង clip មួយនេះគឺយើងថតនៅ 4K 29.97 ចឹងស្មើនឹង30 frame clip មួយនេះវិញយើងថត18ប៉ុន្តែវា frame rate រហូតដល់60 frame 59អញ្ចឹងវា60 frame ហើយបើសិនជាយើង clip នេះយើងមើលទៅនេះ real time ណាអូខេចឹងយើងនឹងធ្វើ slow motion clip មួយនេះដាក់ 50% មកចឹងរូបភាពរបស់យើងពេល play មកឃើញបែបនេះឃើញអត់វាតាក់អញ្ចឹងដើម្បីវីដេអូយើងមើល smooth បានយើងចូលទៅវីដេអូរបស់យើងមកយើងចូល real time processing យើងយក optical flow ហើយពេល play back មកវិញ better right ប៉ុន្តែគាត់វាមាន motion blur ដល់ឃើញ motion blur នឹងគិនអាយគាត់ណាឃើញអត់ motion blur ប៉ុណ្ណឹងឯងប៉ុន្តែយ៉ាងណាគាត់បើជាងតាក់ចិត្តដែរឃើញអត់ហើយនេះគឺជាវីដេអូដែលយើងថត60 frame នេះ real time បើសិនយើងយកវាធ្វើ slow motion 50% វានឹងឃើញបែបនេះ smooth អញ្ចឹងវា smooth ស្រាប់មិនបាច់ដាក់ optical flow ទេបច្ចេក setting អញ្ចឹងពេលយើងថត60 frame យើងមិនបាច់ដាក់ optical flow ទេគឺវា smooth ចឹងហ្មងប៉ុន្តែយើងអាចដាក់រហូតដល់ 25% វា slow ជាងនឹងទៀតទៅហើយយើងប្រើ optical flow អញ្ចឹងរូបភាពរបស់យើង slow ជាងមុនទៀត better right មានតែប៉ុណ្្នឹងទេអញ្ចឹងលើក្រោយសូមថតឲ្យត្រូវ setting